Kita mandiទាំងអស់សូមជាអនុមោទនាសូមជាអនុមោទនាស្ដាប់នៅព្រះធម៌ទេសនាសូមជាអនុមោទនាសាធុសាធុបន្តអំពីបកការធាធម្មកថាចាចាសម្ដែងប្រធមវិសេសទេសនាក្នុងឱកាសនេះបណ្ដោយទៅលើអាត្មាភាទទួលភារៈជាអ្នកសម្ដែងនៅប្រធមវិសេសទេសនាចែកជូនញាតិញោមយាតាជាការសម្ដាប់មុននឹងការសម្ដែងសូមនមស្ការចំពោះប្រជុំ3នៃព្រះរតនត្រ័យគឺពុទ្ធរដ្ឋ1ធម្មរដ្ឋ1និងសង្ឃរដ្ឋ1ជាទីសក្ការៈកំពុងកំពុះបំផុតនិងសូមគោរពប្រកាសណាគ្រប់ព្រះអង្គដែលជាព្រះសង្ឃដ៏ប្រសើរជាស្រ័យបុណ្យរបស់ញាតិញោមយាតាជាពុទ្ធបរិស័ទទាំងអស់ដែលញើតាមមណ្ឌលពូជនីកងការកុសលចំពោះអាស្រ័យហេតុដូច្នេះហើយជាសាមណៈដ៏ល្អដល់ប្រពៃណីព្រះពុទ្ធសាសនាក្នុងឱកាសនេះខ្ញុំប្រកាសណាសូមគោរពដោយសេចក្តីគោរពនិងសូមចម្រើនពរញាតិញោមយាតាសាធុសប្បុរសផងទាំងអស់ដែលមានសទ្ធាជ្រះថ្លាអញ្ជើញមកចូលស្ដាប់នៅប្រធមវិសេសទេសនាក្នុងគ្រាវេលានេះពរសាធុក្នុងឱកាសនេះដែរជាខួប100ថ្ងៃរបស់លីដែលគាត់ធ្វើការមរណភាពក្នុងឱកាសនេះក៏បានគម្រប់100ថ្ងៃហើយកូនចៅផាសន្តានបងប្អូនយេតិកាទាំងអស់ក៏បានស្រួលស្រួលមុនប្រតិបត្តិធ្វើនៅបុណ្យលាតហើយក្នុងឱកាសនេះដែរបន្តអំពីសម្ដែងព្រះបរិត្តចប់ទៅក៏បាននិមន្តអាត្មាភាពសម្ដែងនៅប្រធមវិសេសទេសនាដើម្បីជាចំណីអាហារនៃកាយវិចារនិងចិត្តឲ្យស្រស់បំព្រងនៃជីវិតការសិក្សាប្រធមដើម្បីជាបញ្ញាការសិក្សានិងការស្ដាប់ប្រធមដើម្បីជាអានិសង្សការស្ដាប់នៅប្រធមដើម្បីសាងនៅពុទ្ធកុសលទាំងឡាយទាំងពួងឲ្យកើតជាតិណាមានបញ្ញាមានស្មារតីមុខមាត់ជាដើមដោយអាស្រ័យនៃការសាងសន្សំកុសលមួយយ៉ាងទៀតញាតិញោមយាតាដែលបានអញ្ជើញមកក្នុងឱកាសនេះក៏ឲ្យឈ្មោះថាជាអ្នកឲ្យនៅទានមួយដែរបានដោយតតតោពុញ្ញាប្រវត្តិតេអ្នកឲ្យនៅទានគឺបុណ្យរមែងកើតឡើងដោយអ្នកឲ្យនៅទានអញ្ចឹងគឺញាតិញោមយាតាជាអ្នកសាងនៅបន្តផលបុណ្យទាំងអស់នោះតែនឹងការពារញាតិញោមយាតាដើម្បីបញ្ជានៅសេចក្តីទុក្ខសោករោភ័យយូរឧទាហរណ៍ដូចជាញាតិញោមយាតាបានតាមមណ្ឌលពូជទីកងការកុសលដូចជាការអញ្ជើញចូលមកស្ដាប់នៅប្រធមនេះដើម្បីជាសាងនៅពូជកុសលហើយស្លាប់ទៅមិនអាចស្ទាបជាប់នៃសេចក្តីទុក្ខបានគឺផុតអំពីនៅសេចក្តីទុក្ខបានដោយនរកអីវិញជាដើមហើយបានដល់នៅសម្បត្តិសួគ៌ដោយការសាងសន្សំកុសលផលបុណ្យទុកជាមុនជាពូជកុសលពីព្រោះថាជីវិតមនុស្សយើងនេះគឺប្រកបទៅដោយសេចក្តីស្មុគស្មាញក៏ជាច្រើនមានរឿងប្រការក៏កើតឡើងជាច្រើនបើសិនជាញាតិញោមយាតាមិនបានយកអធមមកហាត់ពាត់ទេនោះក៏នៅក្នុងជីវិតយើងក៏មិនអាចស្រស់បំព្រងក៏មិនអាចមានសន្តិសុខក៏មិនអាចមានសណ្ដាប់ធ្នាប់នៃជីវិតរបស់យើងបានដែរអញ្ចឹងប្រធមនេះជាចំណីអាហារសម្រាប់យើងធ្វើដំណើរជីវិតឲ្យវាស្រស់បំព្រងជាយានជំនិះអាចឆ្ពោះទៅរកសួគ៌និព្វានបានទៀតយ៉ាងណាមិញដូចជាប្រស្មាសម្ពុទ្ធនេះយើងព្រះអង្គសាងនៅបារមីសាងនៅកុសលផលបុណ្យយ៉ាងច្រើនក្រៃលែងច្រើនប្រាថ្នាតែការត្រាស់ដឹងតែប៉ុណ្ណោះយ៉ាងណាមិញញាតិញោមយាតាជាអ្នកមានសទ្ធាមុខមាត់ក្នុងពុទ្ធសាសនាធ្វើបុណ្យកុសលទាំងអស់នោះជាអ្នកមានសទ្ធាជ្រះថ្លាគឺប្រាថ្នាយកនៅបុណ្យកុសលដើម្បីការពារនៅសេចក្តីទុក្ខសោករោភ័យនៅក្នុងជីវិតពីព្រោះរឿងជីវិតហ្នឹងមិនត្រឹមតែផុតតាមពីជាតិមនុស្សហ្នឹងហើយអស់តែប៉ុណ្ណឹងទេនោះក៏គឺវាត្រឡប់សារចុះសារឡើងតាមហេតុនិងផលដែលញាតិញោមយាតាជាអ្នកកសាងសន្សំទុកជាតិនឹងយើងបានកើតមកជាមនុស្សបានកើតជាកតពលពងពោះបានកើតជាអ្នកមានទ្រព្យសម្បត្តិធនធានដើម្បីកសាងកុសលហាដូច្នេះហើយជាតិណានឹងញាតិញោមយាតាជាអ្នកស្រស់បំព្រងដោយស្មារតីដោយបញ្ញាមុមុតហើយ
ដោយរូបរាងសម្ផស្សនឹងល្អប្រពៃទៅទៀតបានបីញាតិញោមញាតាជាអ្នករក្សានៅសិលនៅពោបានដោយជាអ្នករក្សានៅសិលអ្នករក្សានៅសិលក៏ឲ្យឈ្មោះថាជាអ្នកតាំងនៅសម្ផស្សមួយដែរម្យ៉ាងទៀតអ្នករក្សានៅសិលក៏ឲ្យថាជាអ្នកតាំងនៅចរិតដល់ប្រពៃដូចជាចរិតនឹងមិនកាចមិនសាហាវមិនពុតពលជាដើមលុបដំកាយនិងវិចារនឹងឲ្យប្រពៃយ៉ាងណាមិញគឺសិក្សាប្រធមនេះដើម្បីចំណាប់អារម្មណ៍នៅក្នុងរឿងនៃជីវិតឲ្យយល់ខុសនឹងត្រូវណាព្រោះឲ្យយល់ខុសនឹងត្រូវប្រការណាយល់ខុសនឹងត្រូវហើយប្រតិបត្តិកន្លែងណាដែលយើងគួរប្រតិបត្តិកន្លែងណាដែលយើងមិនគួរប្រតិបត្តិនោះយ៉ាងណាវិញបឋមឲ្យទេសនានេះគ្រាន់តែមានសេចក្តីថាយើងរតនានេះប្រធមដែលព្រះសម្មាសម្ពុទ្ធយើងដែលព្រះអង្គទ្រង់ត្រាស់បានសម្ដែងហើយនឹងហើយដល់តាសាសនាពាក្យអញ្ចឹងព្រោះពាក្យហ្នឹងសាសនាបានតែពាក្យព្រាមរដាពាក្យព្រាមរដាពាក្យបញ្យលពាក្យណែនាំដល់ពុទ្ធៈនឹងបានតែការត្រាស់ដឹងព្រះសម្មាសម្ពុទ្ធឲ្យណាដែលត្រាស់ដឹងនៅក្នុងលោកដោយប្រពៃដោយឆ្នាំដែលអាចចាញ់ចាក់នៅលោកបានលុបនៅតុបានហៅថាព្រះសម្មាសម្ពុទ្ធនោះត្រាស់ដឹងដោយប្រពៃនៅក្នុងលោកអញ្ចឹងតែព្រះសង្ឃតែអង្គព្រះអង្គជាអ្នកត្រង់នៅសិលសិក្ខាបទឲ្យសិក្សាប្រធមនៅក្នុងព្រះពុទ្ធសាសនាដែលព្រះអង្គបានទ្រង់សម្ដែងហើយអរធនាមកបានបញ្យល់ញាតិញោមញាតានិងនៅក្នុងអត្ថន័យនៃការសម្ដែងតែប៉ុណ្ណឹងហើយនៅក្នុងឱកាសនេះដែរគឺធ្វើនៅពិធីបុណ្យខួប100ថ្ងៃបុណ្យខួប100ថ្ងៃនេះគឺយើងធ្វើកំណត់ទៅ3ខែដែលអ្នកស្លាប់ទៅបានស្លាប់ទៅអំពីជាតិនឹងផុតអំពីជាតិនឹងទៅហើយពេលកូនចៅផាសម្ដានទាំងអស់ដែលបាននឹកឃើញនៅឧបការៈគុណមិនត្រឹមតែបំណងការធ្វើបុណ្យខួប100ថ្ងៃនេះគឺយើងឧទ្ទិសកុសលដល់អ្នកដែលចែកឋានទៅលោកខាងមុខហើយអត្ថន័យម្យ៉ាងទៀតគឺយើងសាងសន្សំពុទ្ធកុសលទៅជាមុនដូចជាញាតិញោមញាតាបានអញ្ជើញមកចូលកុសលក្នុងពិធីបុណ្យនេះបានបច្ច័យមកនឹងដើម្បីចាត់ចែងធ្វើចង្ហាន់បានចំប្រកេនដល់ព្រះសង្ឃក៏ដូចជាការចាត់ចែងសេះសល់ទៅក៏តាំងនៅវត្តអារាមជាដើមនិងញាតិញោមញាតាជាអ្នកមានមួយចំណាយចូលជាកុសលក៏តាំងនៅក្នុងវត្តអារាមដែរហើយម្យ៉ាងទៀតនោះគឺយើងតាំងនៅពុទ្ធកុសលទុកជាមុនដូចជាញាតិញោមញាតាបានអញ្ជើញមកបងជាគំរូមួយដ៏ល្អសម្រាប់ឲ្យកូនចៅខាងក្រោយនេះធ្វើតាមហើយធ្វើដំណើរតាមដូចជាញាតិញោមញាតាសាធុសរខនអស់មិនថាត្រឹមតែអាត្មាទេសពសត្វនៅក្នុងលោកនេះមិនអាចជៀសវាងនៅសេចក្តីស្លាប់បានទេសេចក្តីស្លាប់តែងតែរងចាំយើងនៅខាងមុខអញ្ចឹងហើយបើកាលណាយើងស្លាប់ទៅវិញគឺក៏យើងត្រូវការចាំបាច់ដើម្បីកូនចៅនឹងឧទ្ទិសកុសលផលបុណ្យឲ្យយើងដែរអញ្ចឹងហើយបើកាលណាញាតិញោមញាតាមិនបានអប់រំខ្លួនហើយមិនបានអប់រំកូនចៅខោសន្តានបានចេះធ្វើបុណ្យធ្វើទានទេកាលណាដែលយើងមរណភាពនឹងកុសលផលបុណ្យដទៃទៀតត្រូវមកកូនចៅរបស់យើងក៏មិនអាចចេះធ្វើដែរដឹងហើយជាទម្លាប់ជាប្រពៃណីជាគំរូមួយដ៏ល្អសម្រាប់ក្រុមគ្រួសារអញ្ចឹងញាតិញោមញាតាអញ្ជើញមកបុណ្យនេះមានអត្ថន័យច្រើនយ៉ាងណាព្រោះមានអត្ថន័យច្រើនយ៉ាងណាពីព្រោះថារឿងដំណើរនៃជីវិតនេះយើងបានទ្រព្យសម្បត្តិមកដោយការនឿយហត់ពិបាកផ្លូវកាយផ្លូវចិត្តគ្រប់សពបែបយ៉ាងហាលភ្លៀងហាលខ្យល់គ្រប់សពបែបយ៉ាងនឹងដើម្បីស្វែងរកនៅទ្រព្យសម្បត្តិបើកាលណាយើងបានមកហើយយើងមិនបានបែងចែកទ្រព្យសម្បត្តិឲ្យសំគួរទេនោះក៏ទ្រព្យសម្បត្តិនោះប្រែទៅជាអត្ថប្រយោជន៍មិនត្រឹមតែប្រែទៅជាអត្ថប្រយោជន៍ក៏ទៅជាការទៅជារឿងអាត្រូវមួយសម្រាប់នៅក្នុងជីវិតរបស់យើងគឺសេចក្តីស្មោកគ្រោកនឹងឯងអញ្ចឹងហើយយើងចេះប្រើប្រាស់ទ្រព្យសម្បត្តិធនធានឲ្យវាសមហេតុសមផលដើម្បីសាងពុទ្ធកុសលសម្រាប់នៃដំណើរជីវិតរបស់យើងក្រោយអំពីការចែកទ្រព្យសម្បត្តិសម្រាប់ជាកូនជាចៅហើយនោះក៏យើងអាចទេសតលនៅទ្រព្យសម្បត្តិនោះដើម្បីយើងសាងកុសលផលបុណ្យដូចជាការចូលកុសលនៅក្នុងឱកាសនេះចឹងដែរនិងជារួមចំណែកមួយនៅក្នុងការកសាងសង្គមនៅក្នុងការកសាងសង្គមដែរដូចជាអាត្មាភាពបាន
សម្ដែងអំបញ្ញវិញចឹងការដែលញាតិញោមញាតិតាចូលជាកុសលហ្នឹងដូចជាពុទ្ធបូជាដង្វាយពុទ្ធបូជាការសេះសល់អំពីនឹងទៅព្រះសង្ឃចាត់ចែងព្រះបិតាសង្ឃព្រះអង្គចាត់ចែងចិញ្ចឹមព្រះសង្ឃសិក្សារៀនសូត្រហើយកសាងវត្តអារាមហើយវត្តអារាមហ្នឹងជាទីស្នាក់អាស្រ័យរបស់ញាតិញោមញាតិតាដើម្បីសិក្សារៀនសូត្រដូចជាមានព្រះឧបចារដល់ប្រពៃដូចជាមានព្រះបិតាសង្ឃដ៏ឆ្លាតវៀងវៃសម្រាប់ដឹកនាំសង្គមជាមលុបរបស់ញាតិញោមញាតិតាអញ្ចឹងឲ្យឈ្មោះថាញាតិញោមញាតិតាជាអ្នកនៅក្នុងប្រទេសដ៏សំគួរណាព្រោះជាអ្នកនៅក្នុងប្រទេសដ៏សំគួរហើយនៅក្នុងប្រទេសដ៏សំគួរនេះក៏ដោយសារមកអំពីអានិសង្ឃមកអំពីហេតុដែលញាតិញោមញាតិតាបានចេះកសាងកុសលផលបុណ្យទុកអំពីជាតិមុនពីព្រោះថានៅក្នុងដំណើរនៃជីវិតរបស់យើងហ្នឹងមិនត្រឹមថាទីកន្លែងណាដែលមានសេចក្តីសុខទាំងអស់នោះទេណាព្រោះសូម្បីតែប្រទេសដទៃជាតិសាសន៍ដទៃនោះគឺកាប់សម្លាប់គ្នាក៏មានដែរប្រឆាំងគ្នាទៅវិញទៅមកក៏មានដែរអាស្រ័យនេះសេចក្តីតបដែលកើតនៅក្នុងប្រទេសដែលមិនសមគួរអញ្ចឹងញាតិញោមញាតិតាបានកើតនៅភូមិស្រុកនេះជាដើមតកូលនេះជាដើមហ្នឹងគឺមានសេចក្តីសុខយ៉ាងក្រៃលែងមកអំពីកើតនៅក្នុងប្រទេសដ៏សមគួរជាប្រការដូចនេះដែលញាតិញោមញាតិតាសិក្សាដឹងហេតុដឹងផលដល់ប្រទេសនោះហើយញាតិញោមញាតិតាគួរនឹងសាងសន្សំបន្តទៀតដើម្បីប្រាថ្នាជាតិណានឹងឲ្យកើតនៅក្នុងប្រទេសដ៏សមគួរប្រទេសដ៏សមគួរនៅក្នុងទីនេះមិនថានៅក្នុងប្រទេសយួនប្រទេសចិនឬប្រទេសដទៃទេគឺប្រទេសនៅក្នុងនេះជាដែនឬមួយជាអាវាសជាភូមិជាស្រុកក៏ថាបានពីព្រោះថាប្រទេសដ៏សំគួរនោះមានវត្តអារាមមានព្រះសង្ឃដើម្បីយើងតាមអនុពូជាកងការកុសលទាំងឡាយទាំងពួងហើយយើងបានសិក្សានៅខអាមិនត្រឹមតែប៉ុណ្ណោះគឺយើងអាចសិក្សាពីផ្លូវចិត្តគឺបានអប់រំដោយសមាធិយ៉ាងណាមិញដូចជាសុភាសិតថាណដ្ឋសន្តិប្រាំសុខੰសេចក្តីសុខអ្វីមិនស្មើដោយសេចក្តីសុខចិត្តអញ្ចឹងញាតិញោមញាតិតាសេចក្តីសុខចិត្តនេះជាប្រការមួយយ៉ាងសំខាន់ក្រៃលែងយ៉ាងសំខាន់បើសិនណាជាញាតិញោមយ៉ាងនៅទីកន្លែងណាក៏ដោយបើសិនជាសេចក្តីស្ងប់ចិត្តនេះមិនបានសិក្សាមិនបានស្ងប់ទេក៏មិនអាចមានសេចក្តីសុខបានដែរយ៉ាងណាមិញដូចជាទ្រព្យសម្បត្តិដែលបានមកហើយមិនបានពេញបំណងក៏មិនបានពេញដំណងដោយសេចក្តីតណ្ហានៃសេចក្តីស្រេកឃ្លានគ្មានទីបញ្ចប់លោកយ៉ាងណាមិញអូសដែលមិនស្អាតដោយភ្លើងដូចជាទន្លេសមុទ្រដែលមិនស្អាតដោយទឹកវាការຕົកយ៉ាងក្រៃលែងនឹងຕົកអញ្ចឹងរឿងជីវិតនេះគឺមានសេចក្តីຕົកដែលតាក់ទងអំពីទ្រព្យសម្បត្តិហ្នឹងក៏មានច្រើនដែរអញ្ចឹងញាតិញោមញាតិតាសិក្សាអំពីប្រធមហ្នឹងដើម្បីយើងបែងចែកការងារទាំងឡាយទាំងពួងនៅក្នុងដំណើរនៃជីវិតយើងនេះបើកាលណាយើងមិនបានសិក្សាយល់ច្បាស់អំពីរឿងការបែងចែកទាំងអស់នោះទេកាន់តែស្មុគស្មាញថប់បារម្ភនៅក្នុងលុយកាក់ទ្រព្យសម្បត្តិបានមកច្រើនមិនដឹងធ្វើអ្វីមិនចេះសាងសន្សំកុសលផលបុណ្យបែរប្រែក្លាយទៅជាទ្រព្យសម្បត្តិនឹងអត្ថប្រយោជន៍អសាបងហើយនាំមកកាត់រឿងស្មោកគ្រោកនៅក្នុងជីវិតនេះយ៉ាងក្រៃលែងទៀតអញ្ចឹងទ្រព្យសម្បត្តិដែលកើតមកនៅក្នុងโลกនេះគ្រាន់តែជាសន្មតមួយនៅព្រោះតែគ្រាន់តែជាការសន្មតមួយដូចជាបណ្ឌិតវាមានតម្លៃប៉ុណ្ណោះរបស់នេះមានតម្លៃប៉ុណ្ណោះបណ្ឌិតជាដើមនៅព្រោះគ្រាន់តែជាការសន្មតដូចជាប្រទេសដទៃគេសន្មតលុយរបស់គេនេះផ្សេងអញ្ចឹងទៅបើការណាយកមកនៅប្រទេសយើងវិញមិនបានសន្មតត្រឹមត្រូវទេក៏ជាអសាបងអញ្ចឹងដោយការសន្មតដោយការសន្មតចំពោះប្រធមវិញការដែលយើងប្រើប្រាស់របស់ទ្រព្យសម្បត្តិនឹងគ្រប់ក្នុងសេចក្តីសន្មតដែលយើងជាដែលយើងលេងលក់ចាត់ចែងសម្ដែងចាត់ចែងធ្វើបុណ្យកុសលផលជាដើមនឹងអាទ្រព្យសម្បត្តិដែលយើងបានមកជាសន្មតនោះអាចទិញនៅជាឋានសួគ៌បានទៀតញាតិញោមដូចជាញាតិញោមចូលកុសលក្នុងឱកាសនេះមានសទ្ធាជ្រះថ្លាអាចស្លាប់ទៅអាចទៅកើតជាឋានទេវតាក៏ថាបានដែរមកពីឯការប្រើប្រាស់ទ្រព្យសម្បត្តិនេះដល់សំគួរបើកាលណាញាតិញោមញាតិតាមិនចេះប្រើទ្រព្យសម្បត្តិដល់សំគួរទេដូចជាទិញអាវុធសម្រាប់មនុស្សជាដើមលេងនៅគ្រឿងញៀនជាដើមហ្នឹងហើយនៅទ្រព្យសម្បត្តិហ្នឹងក៏ជាប្រែទៅអសាបងហើយនាំមកកើតនៅរឿងស្មោកគ្រោកនៃជីវិតទៀតអញ្ចឹងញាតិញោមញាតិតាសិក្សាពីប្រធមហ្នឹងព្រះសម្មាសម្ពុទ្ធយើងព្រះអង្គក៏បញ្យល់អស់ទៅហើយបញ្យល់អំពីការបែងចែកទ្រព្យសម្បត្តិនិយាយអំពីការគួរសមមិនគួរសមនិយាយអំពីការ
ចាញ់ចាក់នៅតកគឺបានដោយរំលត់នៅសេចក្តីតកអំពីឋាននរកហើយមិនត្រឹមតែប៉ុណ្ណោះកើតនៅក្នុងឋានកណ្ដាលនៃយើងនេះក៏យើងអាចជៀសផុតអំពីតិរិឆាននេះពួកតិរិឆាននៅពួកបិសាចខ្មោចជាដើមនឹងហើយការដែលយើងប្រើប្រាស់នៅទ្រព្យសម្បត្តិដែលសំពួរដើម្បីកសាងជាកុសលផលបុណ្យនោះយើងអាចទៅជាសម្រាប់នៅសម្បត្តិសួរមិនត្រឹមតែប៉ុណ្ណោះញាតិយោមយាតាប្រតិបត្តិដល់ប្រពៃនៅក្នុងអដ្ឋានគិកម្មៈទាំង8បានដោយការនិយាយដល់ប្រពៃបានដោយការប្រតិបត្តិដល់ប្រពៃបានដោយការរក្សាសីលដល់ប្រពៃបានដោយសមាធិដល់ប្រពៃជាដើមហ្នឹងក៏អាចឲ្យឈ្មោះថាជាផ្លូវប្រតិបត្តិដល់ឧត្តមឧត្តមបានដោយអរិយបុគ្គលដែលព្រះអង្គទាំងឡាយបានប្រតិបត្តិទៅហើយឈ្មោះទៅរកនៅសម្បត្តិប្រាណពៀនបើកាលណាញាតិញោមយាតាមិនអាចឈ្មោះទៅរកប្រាណពៀនទេយ៉ាងណានឹងធ្វើដំណើរនៃជីវិតនេះទៅដូចជាកង់រទេះដែលវិលជុំវិលឡើងវិលជុំវិលឡើងមិនចេះអស់មិនចេះហើយចឹងញាតិញោមយាតាសិក្សាជ្រាបអំពីប្រធមនេះញាតិញោមយាតាកំប្រកាន់នៅទស្សនៈសាមញ្ញមួយដែលយើងធ្លាប់ឮដែលណាក់ដែលមិនសូវចូលវត្តអារាមមិនសូវសិក្សាធម៌អាចបានជ្រាបមុខហ្នឹងគេឲ្យទម្លាប់ទាំងអស់នេះគេហៅថាស្លាប់ទៅអស់ហើយមិនបាច់ចាំធ្វើបុណ្យធ្វើទានអីទេអញ្ចឹងរឿងនេះនិងទស្សនៈនេះនិងពាក្យចាំរាមទាំងនេះវាមិនមែនជាការពិតទេណាព្រោះមិនមែនជាការពិតទេយើងក្រុមច្រឡំថាមិនបាច់ធ្វើបុណ្យធ្វើទានអីហើយយើងស្លាប់ទៅដូចតែគ្នាអស់ហើយមិនបាច់វិលមកអីអញ្ចឹងជាដើមមានពាក្យចាំរាមទាំងអស់នេះមានបង្កើតឡើងក្នុងភូមិស្រុកយើងក៏មានដែរប៉ុន្តែពាក្យចាំរាមទាំងនេះមិនមែនជាការពិតព្រះសម្មាសម្ពុទ្ធយើងក៏អង្គមិនបានបដាវមិនបានបង្ហាញនៅផ្លូវនេះទេព្រះសម្មាសម្ពុទ្ធយើងសូមបីតែព្រះអង្គក៏តាំងអស់ច្រើនជាតិច្រើនកំណត់នឹងនៅតែជាព្រះពោធិសត្វយើងដដែលនឹងជាប់ជំពាក់អំពីរឿងដំណើរនៃជីវិតដែលព្រះអង្គក៏តាំងសន្សំបារមីនឹងជាប់ជារៀងរហូតយ៉ាងណាមិនញាតិញោមយាតាបើមិនជឿនៅទស្សនៈទាំងទេអាត្មាភាពសូមដាក់សំណួរមួយសូមដាក់សំណួរថាញាតិញោមយាតាសួរខ្លួនឯងថាយើងមកពីណាបានជាយើងមកចាប់កំណត់នៅក្នុងផ្ទះនឹងណាក់នឹងឈ្មោះនឹងតកោនឹងហើយយើងផកអំពីនឹងទៅគឺយើងមិនអាចជៀសនៅស្ដីស្លាប់បានចឹងយើងទៅណាទៀតបើមិនជាយើងមិនដឹងចម្លើយទេយើងរកចម្លើយខ្លួនឯងថាសពថ្ងៃនេះយើងធ្វើអ្វីខ្លះចឹងកន្លែងដែលយើងធ្វើសពថ្ងៃនេះហើយជាដំណើរសម្រាប់ឲ្យយើងទៅនៅព្រោះសម្រាប់ឲ្យយើងទៅយ៉ាងណាមិញដូចជាញាតិញោមយាតាជិះនៅលើឡាននៅព្រោះជិះនៅលើឡានដែលវារត់ទៅទីកន្លែងណាទីកន្លែងនោះដែលយើងទៅដល់ហើយនៅព្រោះពីព្រោះថាកិរិយាឯណាដែលយើងប្រព្រឹត្តទៅកិរិយាទាំងនោះឲ្យឈ្មោះថាជាកម្មដែរឲ្យឈ្មោះថាជាកម្មដែរអញ្ចឹងកម្មនៅក្នុងពាក្យនេះវាមិនចាត់ចែងថាជាល្អឬមួយអាក្រក់ទេគ្រាន់តែជាពាក្យកណ្ដាលដូចជាលេខ0អញ្ចឹងណាព្រោះដូចជាលេខ0អញ្ចឹងលេខថោកជាមួយនឹងលេខថ្លៃដូចជាលេខថោកជាមួយនឹងលេខថ្លៃអញ្ចឹងលេខមានតម្លៃលេខដែលមិនមានតម្លៃដូចជាលេខមួយដែលខ្វះកណ្ដាលគេលេខមួយទៀតដែលមានតម្លៃថ្លៃធ្នូមិនខ្វះកណ្ដាលគេយ៉ាងណាមិញចឹងដែរកម្មទាំងនេះបើកាលណាញាតិញោមយាតាប្រព្រឹត្តអាក្រក់ហៅថាអកុសលកម្មគឺបាបកម្មដែលយើងធ្វើហើយកិរិយាណាដែលញាតិញោមប្រព្រឹត្តល្អដោយការដោយវិជ្ជាចិត្តមានទានសិលសមាធិដល់ប្រពៃហើយកន្លែងនេះគេហៅថាកុសលកម្មទៅព្រះសម្មាសម្ពុទ្ធយើងព្រះអង្គទ្រង់ព្រាមបដាវសពសត្វតួទៅទាំងអស់មានវិភពនៃវិភពឧបាសកបាសិកា4ចម្ពោះហ្នឹងបានដល់អវាង4បាយយ៉ាងសពបាបស្សៈករណាកុសលកុសលសម្បទាសច្ចតបរិយោតបណាំងកិរិយាមិនធ្វើបាបទាំងពួងគឺការមិនធ្វើអាក្រក់បានដោយការនិយាយញុះញង់គ្នាចាក់ដល់គ្នាសម្លាប់សត្វការសាហាវដោយគំនិតខុសខើជាដើមហ្នឹងគឺអំពើអាក្រក់ហើយគឺញ៉ាំសេចក្តីល្អឲ្យដល់ព្រមបានតែគឺយើងធ្វើនៅកុសលផលបុណ្យទាំងឡាយដល់ប្រពៃបានដោយរក្សាទានសិលសមាធិដល់ប្រពៃហើយយើងអាចកាត់នៅសេចក្តីទុក្ខសោករោគភ័យនៅក្នុងរឿងនេះជីវិតបានចឹងហើយការណាដែលយើងសិក្សាអំពីប្រធមដល់យល់ច្បាស់លាស់ហើយបើសិនជាយើងគ្មានទ្រព្យសម្បត្តិមិនបានបរិបូរណ៍ទេនៅក្នុងវង្សកលយើងមិនបាន
บริบทโดยตรอกสมบัติแต่ว่าយើងអាចបញ្ជានៅសេចក្តីទុកសោកបានដែរដូចជាយើងមិនព្រួយបារម្ភឈឺឆ្អាលនៅក្នុងទ្រព្យសម្បត្តិពេកដោយសេចក្តីស្ងប់នៅក្នុងចិត្តហើយបានបរិក៏មិនយល់បានបណ្ឌិតហើយក៏មិនគ្រប់គ្រាន់ជាដើមយើងអាចផ្លាក់ចុះនៅគំនិតទាំងអស់ហ្នឹងឲ្យវាស្ងប់ទៅវិញបានដែរគឺការយើងសង្រួមនឹងឯងចឹងព្រះសម្មាសម្ពុទ្ធយើងព្រះអង្គសម្ដែងនៅផងមានច្រើនប្រការគឺមានច្រើនប្រការណាស់មានច្រើនប្រការច្រើនយ៉ាងសម្រាប់ឲ្យសិក្សាប្រតិបត្តិនៅក្នុងនោះមានភិក្ខុនេះភិក្ខុជាមួយនឹងឧបាសកឧបាសិកាគ្រប់សពបែបយ៉ាងទាំងអស់ប៉ុន្តែព្រះសម្មាសម្ពុទ្ធយើងព្រះអង្គទ្រង់បញ្ញត្តិនៅអវត្តចុងក្រោយហៅថាអវត្តទីបំផុតបានដែរគឺសេចក្តីមិនប្រមាទសេចក្តីមិនប្រមាទនេះគឺជាសេចក្តីមិនស្លាប់សេចក្តីមិនប្រមាទនេះជានាំឲ្យយើងមានទីពឹងខ្លួនឯងបានអត្តាហេអត្តនោនាថោខ្លួនជាទីពឹងខ្លួនបើកាលណាញាតិយោវាតាមិនដឹងខុសមិនដឹងត្រូវមិនដឹងកន្លែងណាគួរប្រតិបត្តិមិនដឹងកន្លែងណាដែលមិនសមនឹងប្រតិបត្តិទេនោះក៏យើងមិនអាចជាទីពឹងខ្លួនយើងបានដែរពីព្រោះថានៅក្នុងរឿងជីវិតនេះប្រកបទៅដោយការបោកបញ្ឆោតលាយឡំជាមួយទុក្ខសោករោគភ័យគ្រប់សពប្រការទាំងអស់យើងក៏ជឿថាណាក់នោះជាកល្យាណមិត្តអាចជួយសង្គ្រោះយើងបានគេមិនខកបញ្ឆោតមិនមែនចឹងទេរឿងរ៉ាវទាំងអស់នោះគ្មានអ្វីជាទីស្រឡាញ់កប់ចិត្តនេះឬនេះដំណើរនេះខ្លួនរបស់យើងផ្ទាល់ទេអញ្ចឹងហើយញាតិញោមតាត្រូវតែមានក្តីពឹងខ្លួនឯងវាចាក់ស្ដែងជាងវាប្រពៃជាងទៅពឹងណាក់ដទៃបើសិនជាញាតិញោមតាចង់ពឹងខ្លួនឯងបានញាតិញោមតាតែត្រូវស្ដារពីរឿងជីវិតហ្នឹងឲ្យវាច្បាស់លាស់រឿងជីវិតហ្នឹងមិនមែនតែខ្លួនតែយើងទេគឺតាក់ទងពីអ្នកដទៃអញ្ចឹងដែរបើសិនជាញាតិញោមតាចង់មានសេចក្តីសុខនៅក្នុងសង្គមញាតិញោមតាត្រូវតែយកគ្នាទៅវិញទៅមកបើសិនចង់បានយកគ្នាទៅវិញទៅមកត្រូវតែមានខសាមគ្គីបើចង់ឲ្យខសាមគ្គីកើតឡើងបានញាតិញោមតាក៏ត្រូវតែមានអំណត់គឺសេចក្តីអត់ខំនឹងឯងសេចក្តីអត់ខំនេះក៏តូចជាបារមីមួយដែរហើយព្រះសម្មាសម្ពុទ្ធយើងការកសាងបារមីនេះសម្រាប់ប្រាថ្នាក្នុងការត្រាស់ដឹងអញ្ចឹងញាតិញោមតាតាទុសរោផលនឹងអស់ដែលអញ្ជើញមកនៅក្នុងឱកាសនេះក៏ឲ្យឈ្មោះថាញាតិញោមតាជាអ្នកតាំងនៅបារមីមួយដែរដូចឧទាហរណ៍ដូចជាញាតិញោមតាបានធ្វើនៅទានអញ្ចឹងទានហ្នឹងចាត់ទុកជាទានបារមីទី1នៅព្រោះចាត់ទុកទៅជាបារមីទី1បើកាលណាគេមកជេរបតិបណ្ដាសាចាក់រំយើងថាឯងធ្វើជីមិនគួរណាធ្វើជាមិនគួរធ្វើជួបគួរហើយនិយាយញុះញង់ឲ្យយើងមានរឿងបំផាក់បំបែកសាមគ្គីច្រឡំយើងអត់ខំបានអាការអត់ខំរបស់ញាតិញោមតាកើតនៅក្នុងសន្តានចិត្តនឹងហើយគេឲ្យឈ្មោះថាញាតិញោមតាជាអ្នករក្សានៅកសាងនៅបារមីដោយខន្តីអញ្ចឹងសេចក្តីអត់ខំនេះជាបារមីដ៏ឆ្នើមបើកាលណាញាតិញោមតានៅក្នុងសង្គមជាមួយគ្នារវាងគ្នាតាក់ទងជាមួយនឹងគ្នាជាងវានៅឧបទ្រពអបមានកលក៏ដូចជាការរឿងតូចរឿងធំបានញាតិញោមត្រូវតែពឹងផ្អែកទៅលើខន្តីគឺក្តីអត់ខំនឹងឯងបើកាលណាមិនមានអត់ខំទេមនុស្សរូបកាយសាហាវពុលពុលណាព្រោះបើមនុស្សណាមានក្តីអត់ខំនឹងទៅដូចជាអសត់មួយដល់ប្រពីកាលណាមនុស្សយើងស្អូស្អាតដោយប្រការណាមួយដោយក្តៅដោយអហិង្សៈដោយទោសៈជាដើមនឹងកាលណាមានខខន្តីកើតឡើងនៅក្នុងសន្តានចិត្តមនុស្សនោះគឺល្អទៅដោយរូបភាពល្អទៅដោយចរិយាបានដោយការដេកដោយឈរអង្គុយសុភាពរៀបរយល្អណាស់ជាទីស្រឡាញ់នេះទេវតានិងមនុស្សទាំងឡាយទាំងពួងណាជាទីស្រឡាញ់នេះទេវតាទាំងឡាយទាំងពួងអ្នកអត់ខំឈ្មោះថាជាអ្នកនឹងមិនបង្ករឿងហើយជាអ្នកបន្ទិះដៀលអ្នកដតីជាអ្នកមិនបៀតបៀនអ្នកដតីជាអ្នកសង្រួមនៅក្នុងបាដែលមកជាអ្នកសង្រួមនៅក្នុងសមាធិហើយក៏ឲ្យឈ្មោះថាជាកិរិយាព្យាយាមព្រោះជាអ្នកកិរិយាព្យាយាមនៅក្នុងការសេចក្តីអត់ខំដើម្បីញ៉ាំងសួរដើម្បីញ៉ាំងសួរនឹងរបៀបឲ្យកើតឡើងនៅក្នុងរឿងនៃជីវិតរបស់យើងអញ្ចឹងគឺសម្បត្តិសួរនិងសម្បត្តិរបៀបហ្នឹងមិនងាយនឹងញាតិញោមតាអាចឈានយកបានទេមិនអាចចាប់យកបានដោយការងាយទេអញ្ចឹងយើងត្រូវតែប្រឹងធ្វើដំណើរឈានទៅបន្តិចម្ដងដូចជាញាតិញោមតាសាងសន្សំពូជកងការកសលក្នុងឱកាសនេះដូចជាញាតិញោមតាបានធ្វើទានធ្វើអីទុកហើយកាជាតិណាញាតិញោមតាជាអ្នកមានកម្លាំងបលានរបររបមមួនមានអាយុវែងមិនប្រត់ប្រាំងនៅញាតិកោជាដើមនឹងដោយការយើងធ្វើបន់ជាមួយនឹងគ្នាអញ្ជើញមកស្ដាប់អធិជាមួយនឹងគ្នា
ការដែលធ្វើបន់កុសលជាមួយនឹងគ្នានឹងហើយក៏ឲ្យឈ្មោះថាជាអ្នកសម្បូរទៅដោយញាតិមិនប្រត់ប្រាស់នៅញាតិនឹងដោយការសាមគ្គីភាពធ្វើបន់ធ្វើជាមួយនឹងគ្នាប្រមូលគ្នាសង់កសាងសន្សំបារមីជាមួយនឹងគ្នាការដែលធ្វើជាមួយនឹងគ្នានឹងឯងក៏ឲ្យឈ្មោះថាជាអ្នកសាមគ្គីក៏ឲ្យឈ្មោះថាជាអ្នកអត់ខំបានអញ្ចឹងគឺសេចក្តីអត់ខំនេះវាមានសារៈសំខាន់ណាស់ញាតិញោមញាតិតាយើងអ្នករក្សាសិលជាមួយនឹងអ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងមិនអាចលះកាត់ចោលបានអំពីខខន្តីទេអញ្ចឹងខខន្តីនេះចាត់ទុកដូចជាខរងាប់មួយនៅក្នុងការរងាប់នៅសេចក្តីទុក្ខសោករោគភ័យទាំងឡាយទាំងពួងនៃការឲ្យជៀសផុតនៅបាបកម្មទាំងឡាយទាំងពួងបានដូចជាញាតិញោមញាតិតាដែលនៅក្នុងភូមិស្រុកជាមួយនឹងគ្នាគ្រួសារតែក្នុងគ្រួសារតែមួយតែឯងហ្នឹងបើកាលណាមិនបានមានខខន្តីទេក៏ឲ្យឈ្មោះថាជាអ្នកបង្ករឿងនៅក្នុងគ្រួសារមួយតូចចឹងដែរដូចជាប្រព័ន្ធមិនបានយកយល់ប្តីមិនបានយកយល់ប្រព័ន្ធដោយការអត់ខំគ្នាមិនបានការទៅជារឿងដូចជាបន្តិចបន្តួចទេប៉ុន្តែការដែលយើងអត់ខំមិនបានទៅជារឿងមួយធំហើយមិនត្រឹមតែប៉ុណ្ណោះគឺយុវជនយុវតីទាំងអស់កាលណាដែលគឺសប្បាយលេងសើចនៅក្នុងរឿងអាស្រោនេះជីវិតហ្នឹងបើកាលណាមិនបានមានធម៌ខន្តីហ្នឹងក៏តបដូចជាបង្កើតនៅរឿងបង្កនៅរឿងយ៉ាងច្រើនទៅទៀតហើយមិនត្រឹមតែប៉ុណ្ណោះគឺប្រមាថទៅដល់ពុកម្ដាយរបស់យើងដែរអញ្ចឹងញាតិញោមញាតិតាសាធុសប្បុរសផងទាំងអស់បងប្អូនប្រុសស្រីដែលជាអ្នកកាន់ពុទ្ធសាសនាយើងបានឪពុកម្ដាយមាននៅក្នុងលោកនេះហើយបើបងប្អូនណាមានឪពុកម្ដាយរបស់យើងនៅផ្ទាល់យើងគួរនឹងប្រតិបត្តិនៅកន្លែងណាដល់ប្រពៃដល់សំហេតុសំផលដើម្បីជាអានិសង្ឃដើម្បីជាឧបការៈមួយជាស្នាមគឺយើងបានកាត់នៅវងតកូលរបស់ឪពុកម្ដាយយើងបានកាត់នៅវងតកូលឪពុកម្ដាយយើងបានធ្វើបុណ្យធ្វើទានអញ្ចឹងហើយគឺយើងចេះប្រតិបត្តិយ៉ាងដូចម្ដេចដើម្បីឲ្យគួរសមជាកុលបុត្រកុលភិតាដល់ប្រពៃរបស់គាត់យើងក៏ប្រមាថមើលងាយកាលណាដែលប្រមាថមើលងាយនោះតបដូចជាអាប្រមាថមើលងាយនឹងវាឆ្លាក់ចុះមកលើយើងវិញពីព្រោះថាយើងមិនអាចជៀសផុតអំពីរឿងប្រព័ន្ធកូនទេនឹងដូចជាថ្ងៃក្រោយទៀតយើងធំពេញវ័យទៅឪពុកម្ដាយយើងក៏អាចរៀបចំតបដាក់ឲ្យទៅជាមានគូសកលហើយក៏មានប្រព័ន្ធកូនចាស់ដូចជាឪពុកម្ដាយរបស់យើងឃើញតយ៉ាងដែរបើកាលណាកម្មអាក្រក់ដែលយើងធ្វើមិនគួរកប់បែកប្រមាថមើលងាយតើឪពុកម្ដាយយើងអញ្ចឹងតែកូនរបស់យើងនឹងក៏អាចទៅជាគំរូអក្សរធម៌គឺបានដោយវាធ្វើនៅអំពើដែលមិនល្អតែដូចជាយើងធ្លាប់ធ្វើទៅលើឪពុកម្ដាយរបស់យើងអញ្ចឹងដែរអញ្ចឹងកុមារជនទាំងអស់នឹងបុរសជនទាំងអស់កូនប្រុសស្រីកុលបុត្រកុលធីតាទាំងអស់គួរនឹងសិក្សាបានជ្រាបប្រាក់ធម៌នេះគឺមិនបានបែងចែកវីថាវីចំណាំងនេះអាចសិក្សាបានស្ដាប់បានហើយវីចំណាំងនោះបានសិក្សាស្ដាប់បានក្មេងៗមិនអាចសិក្សាស្ដាប់បានមិនមែនចឹងទេបើកាលណាអូនប្រុសស្រីទាំងអស់បានសិក្សាយកទៅប្រតិបត្តិហើយក៏តបដូចជានាំនៅសេចក្តីសុខនៅក្នុងសង្គមគ្រួសាររបស់យើងយ៉ាងណាមិញព្រោះយ៉ាងណាមិញតបដូចជាផែនដីនេះបើសិនជាមិនមានពន្លឺទេនោះនៅក្នុងពេលថ្ងៃឬពេលយប់ឃើញតែរងឹតសូន្យសឹងយ៉ាងណាមិញពិភពលោកយើងនេះប្រកបទៅដោយការច្របូកច្របល់ច្រើនណាស់យ៉ាងណាមិញបើសិនឪពុកម្ដាយមានកូនដល់ប្រពៃចេះដឹងខុសដឹងត្រូវប្រតិបត្តិគោរពឪពុកម្ដាយដល់ប្រពៃហើយឪពុកម្ដាយរបស់យើងមានសេចក្តីសុខណាស់ក្រុមគ្រួសាររបស់យើងក៏មានសេចក្តីសុខយ៉ាងក្រៃលែងដោយមានពលឺជាកូននោះនៅដឹងខុសដឹងល្អដឹងត្រូវប្រតិបត្តិនៅក្នុងក្រុមគ្រួសារដល់ប្រពៃបើកាលណាមានកូនតែ100ណាក់ដល់20ណាក់បើកូននោះគ្រាន់តែរឿងពីខាងក្រៅយកមកដាក់ផ្ទះយ៉ាងណាមិនទុកដូចជាយកភ្លើងមកខាងក្រៅចូលផ្ទះរបស់យើងឪពុកម្ដាយនោះក៏ដូចជាខកខានទុកដូចជារឿងអាត្រូវនឹងកើតឡើងចឹងហាក់ដូច្នេះហើយកុលបុត្រកុលធីតាទាំងអស់គួរនឹងសិក្សាយល់ដឹងប្រាជ្ញារឿងអាត្រូវទាំងអស់នោះដើម្បីយើងធ្វើនៅកន្លែងប្រយោជន៍ដ៏ល្អបានដោយការចម្រើនប្រជញ្ញដល់ឪពុកម្ដាយរបស់យើងដែរនៅពរញាតិញោមញាតិតាការកូនប្រុសស្រីទាំងអស់កាលណាដែលនាំប្រយោជន៍ដល់ខ្លួន
ដល់ក្រុមគ្រួសារហើយធ្វើឲ្យឪពុកម្ដាយរបស់យើងសប្បាយរីករាយទុកដូចជាយើងធ្វើបុណ្យចម្រើនទៅចំដល់ឪពុកម្ដាយរបស់យើងដែរណាបងពីព្រោះអ្វីពីព្រោះកាលណាបើឪពុកម្ដាយរបស់យើងសប្បាយរីករាយជាមួយនឹងបុណ្យកុសលជាមួយនឹងអំពើល្អដែលយើងធ្វើដែលកូនប្រុសស្រីទាំងអស់ធ្វើសម្រាប់ឪពុកម្ដាយនោះឪពុកម្ដាយរីករាយហើយគឺបុណ្យកុសលហ្នឹងតែងតែចម្រើនដោយគាត់ហើយគាត់នឹងកើតទុកនឹងបើកាលណាយើងនាំរឿងដទីបានតែការឆ្លោះប្រកែកបានតែកាប់សម្លាប់ហើយប្រមាថលើងារឪពុកម្ដាយនោះឪពុកម្ដាយកក់ក្ដៅហើយបានឲ្យមានសេចក្តីទុកនៅក្នុងសន្តានចិត្តមិនត្រឹមតែប៉ុណ្ណោះអាសេចក្តីទុកនឹងវាកក់ក្ដៅនាំពេកនាំឲ្យឪពុកម្ដាយត្រូវមកឡើងឈាមស្លាប់មួយរំពេចក៏មានដែរអញ្ចឹងប្រជជនរបស់គាត់អាចឆ្លាក់ជាប់ដោយបាបកម្មដែលកូនធ្វើមិនចំពោះឪពុកម្ដាយនឹងអញ្ចឹងហើយកុលបុត្រកុលធីតាទាំងអស់គួរនឹងដង្កើងនៅប្រាំកន្លងរបស់យើងឲ្យប្រពៃប្រាំឪពុកម្ដាយនឹងហើយជាប្រាំកន្លងរបស់យើងដែរចូលកូនប្រុសស្រីទាំងអស់សិក្សាបានជ្រាបមិនត្រឹមតែថាព្រះសម្មាសម្ពុទ្ធដែលកើតឡើងត្រាស់ដឹងនៅក្នុងលោកនេះឲ្យឈ្មោះថាជាប្រាំនៅក្នុងលោកសូម្បីតែឪពុកម្ដាយបង្កើតយើងចាញ់ឲ្យឈ្មោះថាជាប្រាំកន្លងរបស់កូនប្រុសស្រីទាំងអស់យ៉ាងណាមិញមនុស្សយើងនៅក្នុងលោកនេះតែមានប្រាំរៀងខ្លួនខុសគ្នាមិនមែនថាយើងកើតមកហើយយើងមានពេញរូបពេញរាងចេះដឹងហើយយើងទៅប្រមាថមើលងាឪពុកម្ដាយរបស់យើងធ្វើឲ្យឪពុកម្ដាយរបស់យើងទុកសោករោគភ័យដោយការដែលចិញ្ចឹមយើងសិក្សារៀនសូត្រចេះដឹងហើយប្រែត្រឡប់ទៅជាការទុកទៅដល់ក្រុមគ្រួសារវិញអញ្ចឹងមិនមែនតែយ៉ាងណាវិញសុភាសិតខ្មែរយើងហៅថាជ្រះកើតឡើងពីដៃរមែងស៊ីរដែកទៅវិញជ្រះរកាឡើងពីដៃណាទៅស៊ីដៃនោះមិនថាវាកើតឡើងពីដៃនេះទៅស៊ីដៃនោះវាមិនអាចស៊ីបានទេយ៉ាងណាវិញយើងជាកុលបុត្រកុលធីតាជាឈាមរបស់ឪពុកម្ដាយយើងតែងតែចម្រើនឲ្យឪពុកម្ដាយយើងកំដូចជាជ្រះដែលកើតឡើងពីដៃណាហើយស៊ីទៅដៃនោះឲ្យអត់ប្រយោជន៍អាសាបងវិញមិនចឹងទេអញ្ចឹងប្រខហ្នឹងអាត្មាភាពក៏សូមចែករំលែកមួយចំណែកសម្រាប់ឲ្យកុលបុត្រកុលធីតាទាំងអស់សិក្សាប្រតិបត្តិដើម្បីជាប្រយោជន៍ទៅក្នុងក្រុមគ្រួសាររបស់យើងពីព្រោះថាមនុស្សយើងកើតនៅក្នុងលោកនេះគឺមានសេចក្តីប្រាថ្នាធំបំផុតគឺរកប្រយោជន៍ដើម្បីជាសេចក្តីសុខញាតិញោមណាក៏ដូចជាញាតិញោមណាចឹងដែរគឺយើងកើតនៅក្នុងលោកនេះគឺប្រាថ្នាធំបំផុតគឺប្រាថ្នារកនៅសេចក្តីសុខចឹងបើកាលណាញាតិញោមញាតិតាដឹងដំណើរប្រតិបត្តិទៅបានជាសេចក្តីសុខនឹងកើតឡើងបើកាលណាញាតិញោមញាតិតាមិនបានដឹងផ្លូវណាសម្រាប់ប្រតិបត្តិទេសេចក្តីសុខក៏អាចកើតឡើងបានដែរយ៉ាងណាវិញដូចជាជួយនៅគ្រឿងអាវុធសម្រាប់មនុស្សជាដើមក៏មិនអាចឈ្មោះថាជាអ្នកនាំនៅប្រយោជន៍ក៏មិនអាចឲ្យឈ្មោះថាជាអ្នកស្វែងរកនៅសេចក្តីសុខដែរអញ្ចឹងសេចក្តីសុខនៅក្នុងទីនេះគឺបានធ្វើល្អទៅដល់កាយនិងវាចាហើយចិត្តនឹងឯងជាសេចក្តីសុខនៅក្នុងដំណើរនៃជីវិតរបស់យើងអញ្ចឹងប្រខនៅក្នុងឱកាសនេះដែលញាតិញោមញាតិតាបានអញ្ជើញមកសិក្សាបទនេះក៏ឲ្យឈ្មោះថាជាញាតិញោមញាតិតាប្រាថ្នានឹងធ្វើបុណ្យឧទ្ទិសមួយដែរអញ្ចឹងអត្ថន័យនៅក្នុងបុណ្យនេះដោយអាត្មាភាពបានបញ្យល់បាញ់អញ្ចឹងនៅក្នុងព្រះពុទ្ធសាសនាក៏ដូចជាជនជាតិខ្មែរយើងធ្វើបុណ្យអ្វីក៏ដោយវាតែងតែតាក់ទងជាមួយនឹងព្រះសង្ឃដែលកាលណាបើតែងតាក់ទងជាមួយនឹងព្រះសង្ឃចឹងទេតែងតែមានចង្ហាន់សម្រាប់ថ្វាយប្រគេនទៅដល់ព្រះសង្ឃបើកាលណាព្រះសង្ឃឆាប់តាអនុមោទនារួចស្រេចហើយអញ្ចឹងព្រះសង្ឃអាចឧទ្ទិសកុសលផលបុណ្យជូរទៅដល់អ្នកដែលមានគុណបានដោយមេត្តាបិតាញាតិកាទាំង7សន្តានរបស់យើងចឹងនៅក្នុងឱកាសនេះញាតិញោមញាតិតាដែលបានចូលមកញាតិញោមញាតិតាក៏អាចឲ្យឈ្មោះថាជាអ្នកធ្វើបុណ្យឧទ្ទិសបានដែរហើយពិសេសទៅទៀតគឺជាអ្នកសម័យដើមទៀនលធានដើមបុណ្យគឺធ្វើនឹងដើម្បីឧទ្ទិសកុសលផលបុណ្យផ្សាយទៅដល់អ្នកដែលបានបាត់បង់អាយុជីវិតទៅហើយគឺបានទទួលភាគផលនឹងដើម្បីឲ្យបានរំលត់ទុកបានដោយគឺឋាននរកដែលស្រីភ្លៀនដូចឈ្មោះឯងអញ្ចឹងគឺយើងអាចធ្វើបុណ្យកុសលនឹងដើម្បីឧទ្ទិសឲ្យកាលណាបើប្រសងបានទទួលផលតាអនុមោទនាហើយគឺផ្សាយបុណ្យកុសលនឹងទៅដល់អ្នកទាំងអស់នោះហើយមានបុណ្យមានអាចចូលប្រមាណទៅចុះអញ្ចឹងប្រខអាត្មាភាពសូមបរិយាយសង្ខេបនៅក្នុងការសម្ដែងពិធីបុណ្យខួប100ថ្ងៃរបស់បងលេអត្រាហាដូច្នេះហើយក្នុងឱកាសនេះដែរមុននឹង
បញ្ចប់នៅប្រធមវិសេសទេសនាក៏សូមប្រមាប្រមូលកងការកសលផលបុណ្យដែលញាតិញោមមេត្តាសាធុសប្បុរសផងទាំងអស់ធ្វើបុណ្យគ្រប់រាល់ថ្ងៃនេះប្រាថ្នានឹងឲ្យទិញទៅដល់គាត់អត្រាហាក់ដូចគ្នាហើយក្នុងឱកាសនេះក៏បានអានិសង្ឃស្ដាប់នៅប្រធមវិសេសទេសនាក្នុងឱកាសនេះដែរក៏សូមផ្សាយកសលផលបុណ្យនេះទើបផ្សាយទៅដល់របងលេដែលគាត់ធ្វើការមរណភាពនោះសូមឲ្យគាត់ទទួលបានអត្ថប្រយោជន៍ផលនេះដោយសេចក្តីសោមនស្សរីករាយហើយម្យ៉ាងទៀតក៏សូមភាពផលកសលផលបុណ្យដែលកើតឡើងពីការសម្ដែងនៅបឋមវិសេសទេសនាក៏ដូចជាញាតិញោមមេត្តាសិក្សាក្រែបបញ្ចុះនៅបឋមវិសេសទេសនាជាបុណ្យកសលរបស់ញាតិញោមកើតឡើងនៅក្នុងឱកាសនេះសូមការពារនៅស្ដីទុកសោករោគភ័យអកម្មង្គលទាំងឡាយទាំងពួងសូមការពារញាតិញោមមេត្តាប្រកបតែស្ដីទុកស្ដីចម្រើនជារៀងរហូតហើយវាសូមពុទ្ធពរទាំងឡាយ4ប្រការចូលកើតមានដល់ញាតិញោមមេត្តាសាធុសប្បុរសផងទាំងអស់គឺអាយុវណ្ណៈសុខៈបលៈហើយសម្រាប់ដល់សម្បត្តិទាំងឡាយ3គឺសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិ5មហានិព្វានអាយ៉ាងធម្មទេសនាសមតារិកថទេសនាក្នុងគ្រាវេលានេះក៏សូមសន្មតសង្ខេបបែបផ្នែកតែប៉ុណ្ណេះឯងអេវ៉ាសូមឲ្យញាតិតាទាំងឡាយសុខសប្បាយទាំងអស់គ្នាកុំឲ្យមានរោគាប្រតិញ្ញាសិទ្ធិសន្តានចូលខំប្រឹងប្រែងព្រឹត្តសច្ចៈធម៌ឲ្យបានសព្វថ្ងៃសាសនាមានកើតមកក្នុងលោកកាយទាំងប្រស្រីមានវាសនាខំរៀនសូត្រធម៌អានតំសាសនាត្រឹមត្រង់ញាណច្បាប់យើងបានស្គាល់ផ្លូវនឹងដល់កាន់នៃទានជាទីសានលបំបានយ៉ាងបានទៅមែនក៏ទាំងពួងចូលមានដល់នារៈហន្តសពទេវតាសូមទេវតាទាំងអស់បីបាច់រក្សានៅនាសពពុទ្ធានុភាវេណដោយអនុភាពនៃពុទ្ធជាម្ចាស់គ្រប់ព្រះអង្គសពធម្មញានុភាវេណដោយអនុភាពនៃព្រះធម៌ទាំងពួងសពសង្ឃានុភាវេណដោយអនុភាពនៃព្រះសង្ឃទាំងពួងសទ្ធាសថៃចូលមានដល់អ្នកឲ្យបានសពកាសពវេ